đây bằng ổn được kia ngày ní nhom lược dục thì bạn muối niềm pi rục cái chuyện pi bật phết bạn rục cái chuyện ấy bạn bằng ổn pi bật phết bạn môn nhom lược dục nơiประเทศbạnนี่khiêm sôm phải tu nâng sôm sôm tu phongสำหรับบางคนต่างគ្នាដោយខ្ញុំមិនមែនជាអ្នកស្រាវជ្រាវពិតប្រាកដទេហើយខ្ញុំក៏មិនមែនអ្នកចេះដឹងប្រមាណដែរគ្រាន់តែថាខ្ញុំបានដើរគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាយើងនឹងបានប្រហែលជា20ខេត្តបានតែខ្ញុំធ្លាប់ដើរខ្ញុំបានឮខ្លះអំពីឈ្មោះរុក្ខជាតិទាំងនេះហើយដោយសារតែមានការវែកញែកនៅក្នុងវីដេអូបងប្រុសមួយដែលគាត់ថាបាននៅស្រុកគាត់ហៅកញ្ឆែតតែគាត់មិននៅស្រុកគេគាត់ទៅផ្សារមួយហ្នឹងគេហៅថាគេមិនហៅថាកញ្ឆែតទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបកស្រាយដោយសារតែមានការខមមិនបានវែកញែកច្រើនបាទអញ្ចឹងក្នុងនាមខ្ញុំជាមនុស្សចាស់ខ្ញុំធ្លាប់បានដឹងច្រើនខ្ញុំធ្លាប់ឮនៅតាមតំបន់ផ្សេងដែលខ្ញុំបានទៅដល់បាទខ្ញុំនឹងសូមវែកញែកហើយក៏សូមអភ័យទោសផងបាទបើខ្ញុំវែកញែកទៅខុសយ៉ាងណាសូមខន្តីអភ័យទោសបាទខ្ញុំគ្រាន់តែជាអ្នកចង់បកស្រាយចម្ងល់បន្តិចបន្តួចបាទអញ្ចឹងយើងមកនិយាយអំពីកញ្ឆែតបាទរុក្ខជាតិទាំងពីរប្រភេទនេះណារុក្ខជាតិទាំងពីរប្រភេទហ្នឹងមួយគេហៅថាកញ្ឆែតដែលវាដុះនៅជាមួយនឹងតកួននៅក្នុងទឹកក្នុងបឹងបាទតែរុក្ខជាតិមួយប្រភេទនេះទៀតគេហៅថាដើមកន្ធុំថេតបាទហើយខ្ញុំនឹងបកស្រាយមួយទៅតាមអត្ថន័យនៃពាក្យនៃឈ្មោះរបស់រុក្ខជាតិទាំងពីរបាទនៅក្នុងវចនានុក្រមរបស់សម្ដេចជួនណាតលោកបានដាក់ឈ្មោះថារុក្ខជាតិទី1ឈ្មោះថាកញ្ឆែតហើយរុក្ខជាតិទី2ឈ្មោះថាដើមកន្ធុំថេតបាទនៅតាមតំបន់ផ្សេងជាទូទៅតំបន់ខ្លះគេតែងហៅរុក្ខជាតិទាំងពីរនេះថាជាកញ្ឆែតដូចគ្នាគ្រាន់តែគេបន្ថែមឈ្មោះមួយថែមទៀតនៅពីមុខដោយសម្គាល់ថាដើមកន្ធុំថេតដែលដុះនៅលើគោកហ្នឹងគេហៅថាកញ្ឆែតគោកហើយដើមកញ្ឆែតដែលនៅក្នុងទឹកគេហៅថាជាកញ្ឆែតបាទធម្មតាបាទនេះនៅតាមតំបន់បាទហើយនៅតំបន់ខ្លះទៀតដូចជាខេត្តកំពង់ចាមគេមិនហៅថាកញ្ឆែតទេបាទខ្លះហៅថាស្អីទៀតស្មៃមិនទេបងប្អូនអញ្ចឹងបើបងប្អូនដឹងអាចជួយខមមិនខាងក្រោមផងបាទនេះគឺជាមូលហេតុបាទហើយនៅខេត្តបាត់ដំបងពេលខ្លះក៏គេហៅថាកញ្ឆែតដែរគេថាទៅបេះកញ្ឆែតយកមកធ្វើជាលបោយនំបញ្ចុកបាទគេមិនដែលបញ្ចេញថាកញ្ឆែតគោកទេក៏ប៉ុន្តែគ្រាន់តែគេនិយាយថាបេះកញ្ឆែតយកមកធ្វើជាលបោយនំបញ្ចុកគេយល់គេថាគឺជាដើមកន្ធុំថេតបាទហើយរុក្ខជាតិទាំងពីរនេះបើតាមការពិសោធន៍របស់ខ្ញុំរុក្ខជាតិកញ្ឆែតដែលនៅក្នុងទឹកនេះយើងអាចយកទៅធ្វើជាទឹកគ្រឿងអន្លក់ទឹកគ្រឿងអីបានបាទឆ្ងាញ់តែបើយើងយកមកធ្វើជាអន្លក់លបោយសម្រាប់នំបញ្ចុកមិនឆ្ងាញ់ទេតែបើដើមកន្ធុំថេតឬមួយគេហៅថាកញ្ឆែតគោកនេះគេអាចយកទៅធ្វើជាលបោយនំបញ្ចុកបានបាទហើយវាឆ្ងាញ់បើយើងយកកញ្ឆែតទឹកយកមកធ្វើជាលបោយគឺមិនឆ្ងាញ់ទេវាខុសប្លែកគ្នាត្រង់ហ្នឹងបាទបើថាសូមបញ្ជាក់ថាកញ្ឆែតនិងកន្ធុំថេតទាំងពីរនេះនៅស្រុកខ្លះគេហៅឈ្មោះតែមួយគ្រាន់តែគេបន្ថែមថាកញ្ឆែតគោកនេះសម្រាប់កន្ធុំថេតបាទអញ្ចឹងការបកស្រាយខ្ញុំប៉ុណ្ណេះបើសិនជាមានការលឺលួសខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសបាទអរគុណច្រើនជំរាបលា